ទេសភាពភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំងនៅពេលដែលយើងសម្រាកលំហែអារម្មណ៍ជួបជុំគ្រួសារឬក៏កំពុងធ្វើដំណើរលើរថយន្តយើងអាចចាក់ចម្រៀងស្ដាប់ដែលមានចំណងជើងថាភ្នំក្រាំងដីមាសដោយបទនោះរៀបរាប់មានដូចនេះថាភ្នំក្រាំងដីមាសដឹងរឿងខ្ញុំពិតរឿងស្នេហ៍អតីតកន្លងយូរឆ្នាំនៅពេលភ្ជុំបិណ្ឌអូនភ្លេចបងចាំស្នេហ៍ព្រាត់ស្នេហ៍កម្មស្នេហ៍ក្រំអរាគ្រានោះរូបយើងសាងស្នេហ៍ឧត្តមលើកំពូលភ្នំមេឃជាមេបាខ្យល់ពិនចែចៅអ្នកផ្លូវចៅមហាបាក់សីបាក់សាសុំខ្លួនជាភ្ញៀវអូនស្បត់អូនស្បែក្បែរអ្នកតាភ្នំថាស្មោះរូបខ្ញុំលុះអស់សង្ខារឥឡូវក្រឡាស់ប្រែចិត្តសាវាឲ្យបងសោកាចិន្តាក្រៀមក្រំស្រណោះរឿងរ៉ាវបងចាំទាំងអស់ដើមជ្រៃចាយឈ្មោះនៅរស់ញញឹមតែស្នេហ៍អភ័ព្វលែងស្រស់បបព្រឹមគ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយរមណីយដ្ឋានភ្នំក្រាំងដីមាសស្ថិតនៅក្នុងឃុំស្វាយជ្រុំនិងឃុំស្រុកថ្មីស្រុករលាបៀខេត្តកំពង់ឆ្នាំងលាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ5ក្នុងទិសដៅពីទីរួមខេត្តឆ្ពោះទៅខេត្តពោធិ៍សាត់លើផ្ទៃដីប្រមាណ288ហិកតាភ្ញៀវទេសចរជាតិអន្តរជាតិបានមកទស្សនារមណីយដ្ឋាននេះរៀងរាល់ថ្ងៃដោយឡើងទៅលើកំពូលភ្នំតាមផ្លូវបេតុងនៅលើកំពូលភ្នំភ្ញៀវទេសចរអាចដើរកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃវាលស្រែពណ៌បៃតងស្រស់ដើមត្នោតផ្ទៃទឹកទន្លេសាបភូមិឋានប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលាបៀពីលើកំពូលភ្នំបន្ថែមពីនេះភ្ញៀវទេសចរអាចជិះកង់កម្សាន្តគយគន់ទេសភាពតាមដងភ្នំក្រាំងដីមាសទិញវត្ថុអនុស្សាវរីយ៍និងទស្សនាការផលិតវត្ថុអនុស្សាវរីយ៍ផ្សេងៗផលិតផលពីដីឥដ្ឋនៅភូមិអណ្ដូងឫស្សីឃុំស្រែថ្មីស្រុករលាបៀខេត្តកំពង់ឆ្នាំងក្រៅពីនោះនៅភូមិទ្រាឃុំស្រែថ្មីស្រុករលាបៀខេត្តកំពង់ឆ្នាំងដែលនៅមិនឆ្ងាយពីភ្នំក្រាំងដីមាសភ្ញៀវទេសចរអាចធ្វើដំណើរតាមរថយន្តនិងម៉ូតូកង់3ទៅទស្សនាប្រជាពលរដ្ឋឡើងត្នោតដើម្បីយកទឹកត្នោតរំងាស់ធ្វើជាស្ករឬល្ងយើងងាកមកមើលទិដ្ឋភាពដ៏ស្រស់ស្អាតពណ៌បៃតងទេសភាពដើមត្នោតតាមបណ្ដោយផ្លូវជាតិលេខ5ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់វិញម្ដងនៅលើផ្ទៃដីវាលស្រែដ៏ធំល្វឹងល្វើយមានដើមត្នោតដែលគួរជាទីគយគន់